ដើម្បីកម្ពុជាឯករាជ្យសន្តិភាពសហប្រតិបត្តិការបាទតែគេហៅកាត់ភុនស៊ីមពេញឃើញ4ភាគីអញ្ចឹង4ភាគីនេះចុះបញ្ចប់ភាគីទី2ភាគីទី3និងភាគីទី4រួមគ្នាបង្កើតបានជាសម្ព័ន្ធត្រីភាគីបាទហើយភាគីទាំងអស់សុទ្ធតែមានអាវុធអញ្ចឹងការបែកបាក់ជាតិនេះវានាំឲ្យគេមកឲ្យកម្ពុជាណាអញ្ចឹងការបែកបាក់ជាតិនាំឲ្យមកឃើញទេនេះការបែកបាក់ជាតិក្រោយឆ្នាំ1979នាំឲ្យកម្ពុជាជួបនៅសង្គ្រាមស៊ីវិលណាសង្គ្រាមស៊ីវិលឃើញទេជួបនឹងគ្រាមស៊ីវិលដែលនាំដែលធ្វើឲ្យមានណានាំឲ្យកម្ពុជាជួបសង្គ្រាមស៊ីវិលដែលជាវិនិស្សកម្មបាទយ៉ាងធ្ងន់ធ្ងរបាទយ៉ាងធ្ងន់ធ្ងរ